ពុកម៉ែបងប្អូនសំណុំពរខ្ញុំថតដើមប្រោះស្វាណាដែលខ្ញុំនិយាយអំពីឆ្នាំអាយុវែងដែលយើងយកមើមប្រោះស្វាទៅបុកជាមួយទឹកឃ្មុំឲ្យដាក់ច្រកក្នុងពងអាស័យកែវណាបាទនេះប្រោះស្វាបងប្អូនមើលទៅឲ្យចំណាំស្លឹកវាក្រាបតន្ដីចឹងអានឹងយើងបេះមកលាងទឹកឲ្យស្អាតស្លឹកវាហាន់ឲ្យញោមបាទញោមទៅរាវគ្រុំបាទស្ទឹងឲ្យបានញោមមកញោមហ្នឹងហើយឆ្ងាញ់ញោមលីស្បែកជ្រូកលីអីមើលប្រោះស្វាឬក៏គ្រឿងក្តៅកែបតងអីហ្នឹងឆ្ងាញ់បាទហើយជីយកមើមក្នុងដីវាបាទមើមវាមានប្រព័ន្ធកូនដៃមូលខ្លះរៀងទៅវែងទៅរៀងខ្ជាយអញ្ចឹងណាមើមវាបាទជីកមកយើងហាលឲ្យស្ងួតលាងទឹកស្អាតហើយស្ងួតហើយបុកឲ្យម៉ត់ទៅជាកតុកហើយយើងថ្លឹងឲ្យបានមនាលទៅបាទបាន6ខាំទៅយើងសូនជាមួយទឹកឃ្មុំហើយច្រកចូលក្នុងពំពង់អាស័យកែវបាទក្នុងពងអាស័យកែវហើយយើងដាក់ទុកកប់ទុកក្នុងស្រូវដាក់ក្នុងបាវស្រូវកប់ទុកចោលលង6ខែទៅចាំយើងដកយកមកហូបមួយថ្ងៃមកឡាព្រាបាទជាឆ្នាំអាយុវែងបាទដូចខ្ញុំថាអញ្ចឹងលោកតាហាចឈ្មោះលោកតាហាចហ្នឹងគាត់ជាអាចារ្យវត្តបាទគាត់មានបច្ចុប្បន្ន125ឆ្នាំបានគាត់ស្លាប់បាទ125ឆ្នាំគាត់បានគាត់ស្លាប់បាទគាត់ហូបតែអញ្ចឹងហូបតែមើមប្រោះស្វាដែលបុកលាយទឹកឃ្មុំច្រកក្នុងអាស័យកែវហ្នឹងគាត់ហូបមួយថ្ងៃមកឡាព្រាហើយភ្នែកគាត់អត់ល្ងឹតទេណាបងប្អូនគាត់ទៅជួបខ្ញុំឯងគាត់នៅនិយាយច្បាស់គាត់ឃើញខ្ញុំពីយ៉ាងណាគាត់ស្គាល់ណាបាទន័យថាអាយុគាត់វែងហើយភ្នែកគាត់ភ្លឺអត់ចេះល្ងឹតទេហើយសក់ក៏អត់ស្កូវសោះហ្មងពេលដែលកាលខ្ញុំនៅបួសជាលោកនោះគាត់បញ្ជូនគាត់គឺ95ឆ្នាំបាទបញ្ជូន95ឆ្នាំដល់ពេលខ្ញុំសឹកមកបាន25ឆ្នាំពុកម៉ែបងប្អូនមើលក៏25ឆ្នាំនឹង95ឆ្នាំវាប្រហែលហើយ90បូក5នោះ100 120បាទហើយហ្នឹងអញ្ចឹងខ្ញុំសឹកពីបួសមក25ឆ្នាំខ្ញុំទៅលេងវត្តជួបគាត់ម្ដងគាត់នៅស្គាល់ខ្ញុំច្បាស់ចាស់គេលេចឃើញគេថាយើមន់ថ្មីមកទៀតហើយបាទន័យថាភ្នែកគាត់វ័យពុកម៉ែបងប្អូនអាយុ120ហើយហ្នឹងបាទគាត់នៅស្គាល់ខ្ញុំច្បាស់ចាស់គេលេចឃើញពីយ៉ាងណាស្គាល់ហៅខ្ញុំអញ្ចឹងនេះដោយសារតែឆ្នាំហ្នឹងឯងហើយគាត់ប្រាប់ខ្ញុំផ្ទាល់មាត់ហ្មងពុកម៉ែបងប្អូនគាត់ថាក្មួយឯងបើចង់អាយុវែងរੂតែនឹងហូបទៅបាទគឺមើមប្រោះស្វាបាទមនាលហាលឲ្យស្ងួតបុកឲ្យម៉ត់លាយជាមួយទឹកឃ្មុំច្រកក្នុងពងអាស័យកែវកប់ស្រូវចរុកពីដើមយើងប្រើចរុកឥឡូវយើងអត់ចរុកយើងកប់ក្នុងស្រូវបាវស្រូវហ្នឹងទៅបាទនឹងហើយ6ខែឬក៏ឲ្យវាពុះពោឡើងយើងលើកក៏បានប៉ុន្តែគាត់កំណត់យក6ខែជាធំហើយហូបទៅហើយចិត្តហូបទៅអាយុគាត់ឡើង125ឆ្នាំបានគាត់ស្លាប់ហើយសក់គាត់នៅខ្មៅក្រឹបអត់មានសទេហើយភ្នែកក៏អត់ល្ងឹតថ្មិញក៏អត់បាក់ទេនៅទាំងអស់បងប្អូនបាទគាត់ស្លាប់ដល់អាយុគាត់ស្លាប់មកមិនមែនប្របាក់ឲ្យកូនមើលថែមើលអាចនោមអីទេមិនបាក់ជរីច្រកអត់សោះមករហូតដល់គាត់ដេកស្លាប់ទៅតំណងបាទយូរវិញណាឆ្នាំហ្នឹងបាទបងប្អូននេះទឹកប្រោះស្វាយបងប្អូនមើលឆ្នាំទៅណាបាទដើមមានក្រាបតុនដីយែងបាទនឹងតាមវាលស្រែព្រៃរបស់រាំងអីសម្បូរជាងគេបាទប៉ុណ្ណឹងចោះបងប្អូនបើកុំភ្លេចជួយ share ចែកឲ្យដឹងផងបាទអរគុណ